បាទឥឡូវខ្ញុំបរៀនពីប៊ូតុងនេះសម្រាប់ចុចស្រូវបញ្ចូលពេលដែលយើងបញ្ចូលយើងចុចប៊ូតុងមួយនេះមកបាទបន្ទាប់ពីចុចប៊ូតុងមួយហ្នឹងមួយហើយបន្ទាប់មកឧទាហរណ៍ថាសូវបានតាមលេខ4ត្រូវបានតាមលេខ4យើងកំណត់ថាវាល្មមអូខេមកកុំឲ្យលើសលេខ4ហ្នឹងហ្មងលើសលេខ4វាលើសកំណត់ហើយអញ្ចឹងបន្ទាប់មកយើងចុចប៊ូតុងមួយនេះបិទវិញអានេះប៊ូតុងបិទបាទបន្ទាប់ពីយើងចុចប៊ូតុងបិទហើយយើងត្រូវកម្ដៅអញ្ចឹងយើងត្រូវកម្ដៅមុននឹងកម្ដៅយើងមើលនេះសិនបងយើងសេតអានេះយើងដាក់ប្រភេទស្រូវរបស់យើងស្រូវយើងធម្មតាហ្មងអាហ្នឹងយើងស្រែដាក់មកកន្លែងនេះមកអានេះសម្រាប់ស្រូវសលៃស្រូវអីទៀតប្រភេទស្រូវពូតស្រូវអីចឹងហ្មងផ្សេងគ្នាអញ្ចឹងស្រូវយើងធម្មតាយើងដាក់អានេះមកបន្ទាប់មកគឺអានេះយើងកម្រិតរង្វាស់ស្រូវគឺស្រូវយើងប្រហែលស្រូវយើងធ្វើលេខ4យើងដាក់ធ្វើលេខ4ចឹងហ្មងអានេះអត់មានទៅលើតែតទៅលើទៀតបានយើងដាក់ទៅលើទៀតហើយអានេះផងដែរវាបើយើងមកដាក់នេះក៏វាឡើងភ្លើងដែរដាក់លេខ5លេខ6កម្ដៅក៏ឡើងតាមនឹងដែរអញ្ចឹងហ៎បងបាទបើថតស្រូវយើងទៅលេខ4មិនដាក់យើងដាក់លេខ5លេខ6កម្ដៅយើងឡើងតាមនឹងយើងអាចស្រែចំនួនស្រូវហើយនឹងកម្ដៅបានហើយអានេះគឺកម្រិតសំណើមបងជាទូទៅស្រូវយើងដែលអាចយកទៅកាន់បានគឺសំណើម 14% បង14ស្ងួតឬក៏14កន្លះក៏អូខេនេះបងស្រែឃើញចេញហ៎បងបាទ14ហ្នឹងជាទូទៅ14ឬក៏14កន្លះយើងអាចយកទៅកាន់បានទេបងបន្ទាប់មកអានេះគឺកំណត់ពេលវេលាយើងអត់មានប៉ះមិនកាន់ណាយើងនៅតែប៉ុណ្្នឹងដែរអញ្ចឹងមុនសង្ងួតយើងរក្សាវាមកតែប៉ុណ្្នឹងមកបន្ទាប់ពីប៉ុណ្្នឹងហើយយើងចុចតែប៊ូតុងមួយនេះមួយនេះប៊ូតុងមួយចុចបាច់មកអាហ្នឹងវាដើរភ្លើងវាលោតមកអូតូតែម្ដងអញ្ចឹងហ៎បងបាទអាហ្នឹងប៊ូតុងសង្ងួតហើយប៊ូតុងផ្សេងទៀតដូចជាមិនចាំបាច់ប៉ះពាល់ហើយបងអានេះប៊ូតុងអានេះបញ្ចេញស្រូវនៅពេលដែលយើងស្ងួតអស់ហើយយើងចុចប៊ូតុងមួយនេះគឺដើម្បីបញ្ចេញមិនចេញស្រូវហ្នឹងយើងត្រូវយកត្រមកបានតែម្ដងតោះមកយើងចុចបិទមួយវិញបាទអានេះប៊ូតុងនេះសម្រាប់ចុចដើរតែខ្យល់ក្រោយនេះខ្យល់បើកតែកង្ហាល់នេះបើកមួយវាដើរតែកង្ហាល់នេះឃើញទេបងអញ្ចឹងវាអត់ដើរអីវាដើរតែកង្ហាល់មួយពេលខ្លះយើងស្ងួតតែខ្យល់ហ្នឹងក៏បានដែរគាត់ថាប្រើពេលវេលាយូរប្រើតែខ្យល់មួយហ្នឹងក៏អូខេបាទតោះមកយើងបិទមួយទៀតបាទគ្រប់បេតុងមកទាំងអស់គឺអញ្ចឹងវាមានតែប៉ុណ្្នឹងហើយនេះកងតាក់យើងបិទបើកយើងមកណែមកបិទបាទតោះមកយើងបើកបាទនេះយើងបើកមកវិញអញ្ចឹងការប្រើប្រាស់មានតែប៉ុណ្្នឹងបងហើយអានេះគេហៅថានាឡិកាវាស់សំណើមអញ្ចឹងនៅពេលដែលស្រូវធ្លាក់មកគឺបញ្ជូនមកក្នុងនាឡិកាវាស់សំណើមនេះនាឡិកានេះគឺកាន់មកគឺបញ្ជូនមកក្បាល monitor នេះអញ្ចឹងសំណើមប្រហែលភាគរយគឺអានេះអ្នកកាន់ហើយបញ្ជូនមកក្បាល monitor នេះតែម្ដងបាទអានេះនាឡិកាវាស់សំណើមតបមកវាមាន sensor នេះសិតប្រភេទ sensor បងអានេះ sensor អ៊ូលស្រូវអ៊ូលអីអញ្ចឹងបងហើយនៅខាងលើនោះវាមាន sensor ពេញ sensor អីវាទាំងអស់នេះអានេះគេហៅថា sensor បងអាប្រភេទអញ្ចឹងណា sensor ខ្យល់នេះវានៅខាងក្នុងនេះអាហ្នឹងហៅថាប្រភេទ sensor អញ្ចឹងដល់ពេលមានបញ្ហាអីយើងតាក់ទងគ្នាធ្វើតាម Telegram មួយគឺយើងអាចធ្វើបានទេបងអត់អីទេ